OK nhưចឹងថ្ងៃហ្នឹងបងនឹងបង្រៀនអានេះទៅជាមួយនឹង grammar ដែលអានេះពិបាកយល់គឺ indirect question តែទៅជាមួយនឹង indirect question នេះគឺជា grammar មួយដែលយើងនិយាយអំពីការសួរឬក៏សុំនរណាម្នាក់ឲ្យប្រាប់អីមួយចឹងណាអញ្ចឹងទីមួយគេសួរថា what an indirect question does តើ direct question ហ្នឹងគេប្រើសម្រាប់ធ្វើអីគេ indirect question អញ្ចឹងយើងមើលវា An indirect question is used when you want to ask something politely or formal អញ្ចឹង direct question ហ្នឹងគឺយើងប្រើនៅពេលដែលយើងសួរនរណាម្នាក់ឬក៏សួរអ្វីមួយបែបថាវាគួរសមហើយវា formal នេះគឺក្នុងទម្រង់ភាសាអង់គ្លេសនៃការនិយាយទៅកាន់ជនបរទេសអញ្ចឹងវា formal ហើយវាមើលទៅវាបែបសុភាពបែបឲ្យតម្លៃអញ្ចឹងបែបគោរពអញ្ចឹងយល់ទេអញ្ចឹង form of indirect question នេះគឺជាទម្រង់នៃការប្រើប្រាស់របស់វាអញ្ចឹងintroductory phrase នេះគឺជា form ដែលគេឲ្យរបស់យើងតែមានដូចជាខ្លះនេះខាងក្រោមនេះអញ្ចឹងចាំបងយល់ទៅជាមួយនឹងការប្រើប្រាស់ហ្នឹង introductory phrase ផ្លាស់ជាមួយ question word if នេះមានលុះត្រាតែវាជាប្រភេទដែល sentence ជា general question យើងដាច់ខាតទៅមាន if ផ្លាស់ជាមួយ if ឬក៏ whether ពីហ្នឹងណាផ្លាស់ subject ផ្លាស់ verb ផ្លាស់ object ហើយ subject ផ្លាស់ verb ផ្លាស់នេះ can be verb លក្ខណៈវាជា verb to be ផងវាអាចជា main verb ផង verb ដែលមានកិរិយាសព្ទដែលវាមានអំពើណាតមកទៀតយើងមើល common introductory phrase អញ្ចឹងតើតើជាមួយនឹង common introductory phrase នេះគឺជាអ្វីដែលគេឲ្យមកយើងដើម្បីឲ្យវាផ្ដល់ភាពគួរសមអញ្ចឹងមានដូចជា could you tell me do you know I wonder can you explain I like to know អញ្ចឹងអាទាំងអស់នេះគឺជាអ្វីដែលគេឲ្យមកគឺជា rule របស់គេហើយវានៅឈរនៅខាងមុខគេរហូតចឹងណាអញ្ចឹងនៅទី2 explanation and example អញ្ចឹងការយល់របស់គេហើយគេក៏ឲ្យឧទាហរណ៍មកដែរអញ្ចឹង with question word what where when why or how អញ្ចឹងវាមានច្រើនទៀតទៅជាមួយ WH អញ្ចឹងណាdirect question with WH អញ្ចឹងយើងសួរនរណាម្នាក់បែបថាចង់បញ្ជាក់ឲ្យច្បាស់ឲ្យកាន់តែច្បាស់យើងប្រើ WH ឯដើម្បីបញ្ជាក់ឲ្យច្បាស់អញ្ចឹងយើងមើល direct where is the bank បើយើងជួបនរណាម្នាក់យើងអត់សូវស្គាល់គេយើងអត់សូវស្និទ្ធមួយគេទេណាថាយើងអត់សូវស្និទ្ធយើងដើរទៅជួបគេទៅយើងសួរថាស្ថានេះធនាគារនៅណាបើយើងសួរចឹងឆ្លើយអត់វាអត់ស្និទ្ធមួយគេយើងអត់សូវស្គាល់គេយើងសួរចឹងមានន័យថាយើងចំណុចតែឆ្លើយយើងអត់គោរពគេអត់យើងសួរមកគឺឆ្លើយមកណាអញ្ចឹង where is the bank វាឆ្លើយឲ្យមកទៅអញ្ចឹងគេក៏ឲ្យយើងប្រើនៅ indirect វិញ indirect question វិញដើម្បីផ្ដល់នូវភាពគួរសមវិញអញ្ចឹង indirect question អញ្ចឹងគាត់យើងលើកcould you tell me អានេះ could you tell me គឺជា introductory phrase ដែលគេឲ្យយើងមកដើម្បីដាក់នៅខាងមុខដើម្បីថាវាផ្ដល់នូវភាពគួរសមតើអ្នកអាចប្រាប់ខ្ញុំបានអត់ where the bank is អញ្ចឹងរាល់ indirect question indirect អានេះ direct អានេះ indirect question sentence ដែលយើងបានបង្កើតឡើងជាប្រភេទសំណួរត្រូវបដូរមកស្របទាំងអស់បដូរមកជា positive ទាំងអស់អញ្ចឹងយើងមើល could you tell me where the bank is បើសិនជាយើងសេជាប្រភេទ positive យើងអត់មាន where យើងដាក់ the bank is so big ទៅអានេះបើយើងសេទម្រង់អត់មានសំណួរ WH ណា the bank is អញ្ចឹងយើងគ្រាន់តែបដូរពីសំណួរមក positive មកយល់ហើយយើងដាក់ where នេះដាក់ធម្មតាហើយយើងលើកដាក់ the bank ដាក់ is តែខាត់យើងទៅបដូរវាពីសំណួរទៅជា positive វិញគ្រាន់តែបដូរវាពីសំណួរទៅ positive តែប៉ុណ្្នឹងឯងអាហ្នឹងគឺជា indirect question ដែលគេជា rule របស់គេដែលគេត្រូវប្រើបែបហ្នឹងណាអញ្ចឹង where the bank គឺជា subject is គឺជា to be គឺជា verb to be ដូចបងនិយាយយ៉ាងនេះជា verb to be ឡើយអញ្ចឹងអាហ្នឹងតែប៉ុណ្្នឹងទេអញ្ចឹងយើងមើលការយល់បងក្រោមរបស់គេthe word other change to that of the statement អញ្ចឹងរាល់ word other ដែលយើងបានបង្កើតឡើងជាប្រភេទសំណួរហ្នឹងត្រូវបដូរទៅជា statement ឬក៏ហៅថា positive ទៅជាទម្រង់ស្របទាំងអស់ទៅជាទម្រង់ស្របវាមាន subject មាន verb អញ្ចឹងទម្រង់ស្របយើងដឹងហើយវាមាន subject មាន verb មាន object ច្រឡំទម្រង់ស្របរបស់វាអញ្ចឹងយើងមើលការយល់របស់គេឲ្យកាន់ក្បាយទៀត could you tell me គឺជា introductory phrase ដែលគេឲ្យដូចនេះមានខាងលើនេះមាន could you tell me ទៅ do you know ទៅអាហ្នឹងទាំងអស់ហ្នឹងយើងអាចប្រើមួយណាក៏បានដែរអាស្រ័យលើយើងឯងវាអត់អញ្ចឹង could you tell me គឺជា introductory phrase ដែលគេឲ្យមកយើង where the bank is គឺជា indirect question indirect ណាមិន direct ទេ indirect នេះគឺជាអ្វីដែលនិយាយក្នុងភាពគួរសម
បែបគោរពគេឲ្យតម្លៃគេអញ្ចឹង where the bank is where the bank is អញ្ចឹង where the bank is the where គឺជា WH the bank គឺជា subject is គឺជា to be គឺជា verb to be យើងគាត់បដូរវាទៅជា positive ទៅទៅជាជំនួស positive អញ្ចឹង what are the change the bank is យើងបដូរទៅជា the bank is not is the bank not គេថាមិនមែន is the bank ទេដល់ពេលយើងប្រើក្នុង indirect question មិនមែន is the bank ទេគឺបដូរវាមកដាក់ជាប្រភេទទំនងស្របវិញយល់អត់ not is the bank អញ្ចឹងមួយទៀតសំណួរឧទាហរណ៍មួយទៀតគឺថា direct how much is this shirt តើប្រភេទអាវហ្នឹងវាមានតម្លៃប្រហែលដែរអញ្ចឹងយើងសួរគេបែបហ្នឹងវាឆ្លើយពេកយើងសួរទៅកាន់គេតែបើយើងចង់សួរថាបើគួរសមយើងគោរពគេយើងប្រើ indirect មក indirect question បើយើងសេទម្ដងពេញណា do you know នេះគឺជា introductory phrase ដែលគេឲ្យ how much នេះគឺជា how much ប្រភេទ how much ដែរគាត់ឲ្យយើងបដូរនេះទៅជាប្រភេទទម្រង់ស្របអញ្ចឹង this shirt នេះគឺជា subject is នេះគឺជា verb to be ហើយដឹងហើយទម្រង់ស្របគឺ subject plus verb plus object មកទម្រង់ស្របហ្នឹងឲ្យយើងគ្រាន់តែប្រោវាទៅជាទម្រង់ស្របតែប៉ុណ្្នឹងទេគឺគេថាបដូរពីសំណួរទៅស្របអញ្ចឹងយើងបដូរពីសំណួរទៅស្របរាល់ indirect ទាំងអស់គឺយើងត្រូវបដូរវាបែបហ្នឹងបដូរពីសំណួរទៅស្របទាំងអស់ហ្នឹង indirect question ហើយទី2តើតើជាមួយនឹងquestion ដែលយើងបង្កើតឡើងដែលមាន do មាន does អមាន did ប្រភេទ question ថាដូចជា where did you go where do you go what do you do ប្រភេទចឹងប្រភេទដែលយើងបង្កើតឡើងមាន do ដែលមាន auxiliary verb ជំនួយដែលយើងត្រូវការវាអញ្ចឹងគេថាលុបឬក៏ត្រប់ទម្លាក់ do ឬក៏ does ទីចោលយើងអត់ត្រូវការវាអញ្ចឹងយើងមើលសិន direct វា direct ប្រភេទសំណួរដែលយើងបង្កើតឡើងមកដែលវាអត់គួរសមឲ្យយើងនិយាយបានប៉ុន្តែបើយើងទៅសួរកណ្ណាម្នាក់វាអត់គួរសមទេយល់អត់គេថា how much do you buy this car តើឡានអ្នកទិញនេះវាមានតម្លៃប្រហែល how much do you buy this car អញ្ចឹង how much គឺជាអ្វីដែលយើង WH មក do គឺជា auxiliary verb ដែលយើងយកមកជំនួយដើម្បីបង្កើតជាសំណួរហើយ verb នេះគឺជា verb do did does នេះមានដោយសារតែនេះជាប្រភេទ verb បើសិនជាប្រភេទ to be យើងអាចយក to be មកដាក់ឲ្យយើងមិនអាចយក do does បានទេអានេះយល់ហើយទៅជាមួយនឹង present simple past simple អីអានេះយល់ហើយថា do does នេះគេប្រើវាដើម្បីអីគេអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងប្រើក្នុង direct question យើងប្រើបែបហ្នឹង how much do you buy this car អញ្ចឹងបើយើងប្រើក្នុង indirect question វិញយើងសួរគេគេកំតែងឡានអីចឹងអត់ទេយើងសួរគេបែបគួរសមទៅយើងប្រើ indirect នេះ direct នេះ indirect បញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹង could you tell me គឺជា introductory phrase ដែលគេឲ្យ how much អញ្ចឹងយើងត្រូវលុប do ចោលគេថាលាក់ do ចោលពួក do នេះហើយបើយើងត្រូវលុបវាដោយសារតែវាអត់មានអីត្រូវមកជួយទេដោយសារ do នេះគឺជា auxiliary verb ដែលយើងយកមកប្រើដើម្បីជំនួយធ្វើជាសំណួរទេនៅពេលដែលយើងប្រើ indirect question យើងត្រូវលុបវាចោលវាឲ្យមានអីវាឲ្យមានការងារអីត្រូវតែធ្វើជួយទេអញ្ចឹងដាក់ how much you buy យើងលុបវាចោលឲ្យមាន how much do you buy ទេអត់ទេគឺអត់ទេវា verb ជាមានហើយយើងមិនត្រូវយកវាមកដាក់ទៀតទេហើយដាច់ខាត់យើងត្រូវបដូរវាទៅជាស្របវាស្របហើយអានេះយើងមកលុបចោលទៅវា you buy this car អញ្ចឹងវាជាប្រភេទស្របហើយនេះ subject verb នេះ object មកអញ្ចឹងវាស្របស្រាប់ហើយហ្នឹងគេថា remove do ចោលអញ្ចឹង could you tell me how much you buy អញ្ចឹងវាជាប្រភេទស្របហើយ how much you buy this car វាផ្លេចមក this car អញ្ចឹងមួយទៀត direct តែទៅជាមួយនឹង C វិញ direct where does he go អញ្ចឹង C គឺជា subject C អញ្ចឹងទៅប្រើមួយ does where does he go តើនាងតាណាហ្នឹងយើងអត់ដែលស្គាល់គេយើងរត់សួរថាហេនាងតាណាហ្នឹងយើងឆ្លើយអត់លក្ខណៈយើងឆ្លើយអត់វាអត់គួរសមអត់ឲ្យតម្លៃគេអញ្ចឹងយើងប្រើ indirect មក do you know ឬក៏ could you tell me where she goes អញ្ចឹង verb នេះគឺប្រើព្រោះតាម subject បើ subject he she it យើងប្រើយើងត្រូវថែម s ឬក៏ es ឬក៏លំវាយដល់ ies មកស្ថិតទៅលើ subject ទេហើយ do ឬក៏ did ឬក៏ does អញ្ចឹងយើងត្រូវលុបវាចោលដោយសារវាគឺជា auxiliary verb ដែលយើងដើម្បីប្រើជំនួយទេនៅពេលក្នុងទំនង indirect question យើងត្រូវលុបវាចោលយើងអត់ដាក់វាទៀតទេយើងត្រូវលុបវាចោល where she go សំខាន់ឲ្យទៅជាប្រភេទស្រប where she go ហើយយើងត្រូវលុបចោល remove ចោលឡើងមានទេហើយមួយទៀត direct quest direct នេះទៅជាមួយនឹង past គេនិយាយក្នុងទម្រង់កាលវិញហើយអានេះគេអត់ប្រកាន់កាលប្រកាន់អីទេគ្រាន់តែគេបញ្ជាក់ direct question អានេះយើងសួរធម្មតា where what did you eat yesterday តើអ្នកបានញ៉ាំអីគេសាមញ្ញយើងសួរថា hey ញ៉ាំអីគេសាមញ្ញ
យើងបើយើងសួរតម្រងឆ្លើយហើយអត់ឲ្យតម្លៃវាអត់គ្រប់គេនៅដែលមានអាយុច្រើនជាងយើងនិយាយចឹងវាឆ្លើយអញ្ចឹងបានយើងប្រើ indirect មក indirect question could you tell me គឺជា introductory phrase ដែលគេឲ្យ what អញ្ចឹងយើងត្រូវលុប did ចោល what you ate yesterday អញ្ចឹងអានេះត្រូវមើលថាអានេះគឺជា past did នេះគឺជា auxiliary verb past ដែលយើងយកមកជំនួយដើម្បីបង្កើតទៅជាសំណួរអញ្ចឹង verb វាគឺត្រូវបដូរទៅជា past ដែរ you ate មិនមែន eat ទេទៅជា you ate yesterday អញ្ចឹងដោយសារនេះជា past អានេះយើងត្រូវជា past ដែរយល់អត់ព្រោះវាអាស្រ័យទៅលើអានេះបាននេះជា past យើងត្រូវដាក់ verb past ដែរបើមិនជាវាជា present verb present ធម្មតាមកដោយសារនេះគឺជាបង្កើតមកដើម្បីគឺក្នុងទម្រង់ past អញ្ចឹង verb ក៏ past ដែរយល់អត់អញ្ចឹងយើងត្រូវមើលលើអាហ្នឹងយើងត្រូវមើលលើអាហ្នឹងបើយើងអត់មើលលើហ្នឹងទេ verb នេះគឺយើងអាចនឹងខុសយល់អត់ you ate yesterday មកអញ្ចឹងមួយទៀតតើតើជាមួយនឹងការប្រើប្រាស់indirect question ជាមួយនឹង general question តែគេប្រើវាបែបម៉េចអញ្ចឹង if the question can be answer yes no question អញ្ចឹងបើសិនជា question នឹងជាប្រភេទ yes no question use if or whether អញ្ចឹងយើង use if ក៏បាន whether ក៏បានអាស្រ័យលើយើងទេយល់អត់យើងប្រើមួយណាក៏បានដែរយើងប្រើមួយណាក៏បានអត់ខុសទេយល់ if ឬក៏ whether អញ្ចឹងខាងនេះគឺជា direct yes no question direct yes no question គឺជាប្រភេទសំណួរដែលយើងសួរបែបថាវាមិន polite ទេវាធម្មតាហើយខាងនេះគឺជា indirect yes no question indirect yes no question គឺជាប្រភេទសំណួរដែលយើងសួរបែប polite បែបគួរសមអញ្ចឹងយើងមើលអានេះគេបង្កើតសំណួរថាគេបង្កើតពី to be yes no question ណា is she coming បើយើងសួរថាតើនាងកំពុងមកមែន is she coming តើនាងកំពុងមកមែនបើយើងឆ្លើយនៅក្នុងទម្រង់ yes no question yes she is ឬក៏ no she isn't តែយើងអាចឆ្លើយយ៉ាងបានហ្នឹងយល់អត់ហើយបើយើងប្រើក្នុងទម្រង់ indirect question វិញគឺគាត់ដាក់ introductory phrase ដែលគេឲ្យហ្នឹង could you tell me អញ្ចឹងវាជាប្រភេទ yes no question ដែលមាន if ដែលមាន is ជាប្រភេទ yes no question អញ្ចឹងយើងត្រូវផ្លាស់ជាមួយនឹង if យើងដាក់ if ហើយបើយើងដាក់ subject ដាក់ verb to be ដាក់ verb ដាក់ការ ing នឹងមកយល់អត់ could you tell me if she is coming ធ្វើម៉េចយើងទៅបដូរវាទៅជាប្រភេទស្របវិញយល់អត់